ជំរាបសួរអស់លោកលោកស្រីនេះកញ្ញាទាំងអស់ដែលកំពុងតែតាមដានទស្សនានៅក្រុមភ្ញីទេសរបស់យើងខ្ញុំទាំងអស់គ្នាថ្ងៃនេះពួកយើងខ្ញុំទាំងអស់គ្នាក្រុមភ្ញីទេសបានមកដល់នៅវត្តកំពង់ត្រឡាចដែលជាអតីតនៃវត្តបុរាណខ្មែរមួយដែលមានអាយុជាង300ឆ្នាំបាទនេះគឺជាទិដ្ឋភាពខាងក្រៅរបស់ពួកយើងខ្ញុំនេះគឺជារទេះគោរបស់អ្នកភូមិដែលបរងចាំភ្ញៀវទេសចរដែលគាត់មកពីទីក្រុងភ្នំពេញដើម្បីទីកំសាន្តនៅក្នុងភូមិហើយបន្តិចទៀតពួកយើងក្រុមយើងខ្ញុំទាំងអស់គ្នានឹងនាំអស់លោកលោកស្រីនិងកញ្ញាទាំងអស់គ្នាទៅជួបនៅព្រះវិហារបុរាណដែលមានគំនូរបូកក្បាច់រចនាដ៏ល្អអស្ចារ្យពិចិត្រដែលជាងធ្វើដល់ជាងប៉ោងនិងជាងជាដែលគាត់ជាអ្នកវាំងពីដើមដែលជាអ្នកគំនូពីដើមហើយបន្តិចទៀតយើងនឹងឃើញព្រះវិហារបុរាណមួយនេះដែលកសាងដោយព្រះចៅអធិការនៅបូកមកមុនគេបង្អស់នោះគឺកណ្ដាលជគុណរស់ដែលទ្រង់បានរួចផ្ដើមនៅគំនិតដែលកសាងនៅព្រះវិហារនៅវត្តកំពង់ត្រឡាចនេះឯងអញ្ចឹងនៅក្នុងប្រទេសកម្ពុជាយើងវត្តបុរាណនៅសល់តិចតួចបំផុតក្រោយពីសម័យខ្មែរក្រហមបាទបន្តិចទៀតអស់លោកលោកស្រីនិងកញ្ញានឹងដើរតាមទស្សនាទិដ្ឋភាពនៃផ្ទៃវត្តទាំងមូលជាមួយនឹងក្រុមរបស់យើងទាំងអស់គ្នាបាទសូមអរគុណសូមជួយតាមដានទស្សនាទាំងអស់គ្នាដូចតទៅដែលកំពុងតែតាមដានទស្សនានៅក្នុងនីតិរបស់ខ្ញុំជាទីគោរពហើយតាមដែលក្រុមយើងខ្ញុំបានសួរនៅព្រះចៅអធិការវត្តដែលលោកមានសន្និការថាគំនូរនៅក្នុងវត្តនេះគឺចែកចេញជា3ផ្នែកនៅផ្នែកខាងលើគឺនិយាយអំពីរឿងរាមកេរ្តិ៍ហើយនៅផ្នែកកណ្ដាលនិយាយអំពីពុទ្ធប្រវត្តិនិងផ្នែកខាងក្រោមនិយាយអំពីរឿងទស្សនៈដូច្នេះដើម្បីជឿច្បាស់នៅរឿងទាំងរ៉ាវទាំងអស់នេះសូមអស់លោកលោកស្រីនិងកញ្ញាទាំងអស់អញ្ជើញតាមដានទស្សនាជាមួយនឹងទិដ្ឋភាពទូទៅនៅក្នុងព្រះវិហារដូចតទៅ
Chol